សួស្តីអ្នកទាំងអស់គ្នាខ្ញុំមកថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបបង្កើត account ហើយខ្ញុំរបៀបបង្កើត account Minecraft Bedrock ទេមិន Java ទេដំបូងយើងអ្នកគ្នាជួយតាមខ្ញុំមកនឹងអាចបង្កើត account បានហើយខ្ញុំអត់សូវនិយាយច្រើនទេវីដេអូនេះស្ងាត់ជ្រាបចាំតែស្ដាប់ខ្ញុំបង្កើត account ទៅចាំមើលទៅហើយអ្នកគ្នាអាចនឹងចេះហើយអ្នកគ្នាទៅវងចុចចូល Google ហើយវាយតាមខ្ញុំមកតែប៉ុណ្ណឹងអ្នកគ្នាចូលមកដល់នេះហើយអ្នកគ្នាចាំដាក់តាមខ្ញុំទៀតមកចុចលើកន្លែងហ្នឹងតែនេះខ្ញុំមាន account ហើយខ្ញុំសុំចុច sign up សិនអ្នកគ្នាឃើញ sign in មិនឃើញ sign up ទេខ្ញុំចូលមកដល់ហើយចាំផ្លែគៀងអ្នកគ្នាចុច create account អ្នកគ្នាដាក់ email អ្នកគ្នាខ្ញុំសូមកាត់សិនកន្លែងហ្នឹងតើមកអ្នកគ្នាដាក់ Google ហើយអ្នកគ្នាចុច sign in ចុច send code អ្នកគ្នាវាយកូដមកខ្ញុំអ្នកគ្នាទៅមើលកូដកម្មវិធីនេះនឹងបានកម្មវិធីហ្នឹងអ្នកគ្នាចាំតិចទៅវាផ្ញើមកឲ្យខ្ញុំវាផ្ញើមកឲ្យខ្ញុំសូមកាត់វីដេអូដល់អ្នកគ្នាលួច account ខ្ញុំហើយអ្នកគ្នាផាស copy ហើយអ្នកគ្នាផាសចូលមកសូមកាត់ដែរបាទហើយលើវាចូលបានអ្នកគ្នាចុច yes សំឡេងខ្ញុំមានស្អុយស្ដាប់អត់យល់ហើយទាំងអស់គ្នានឹងបាន account មួយអានេះ account ចាស់ខ្ញុំទេព្រោះខ្ញុំបង្កើត account ចាស់ហើយអ្នកគ្នាចង់បានអ្នកគ្នាគ្រាន់តែចុចតាចុចចូល Minecraft ដែរអ្នកទាំងអស់គ្នាលេងចុច sign in ចាំផ្លែអ្នកគ្នាខ្ញុំបាត់ sign in បាត់ហើយចាំផ្លែខ្ញុំសូមលុប Minecraft ចោលសិនឥឡូវខ្ញុំ down មកវិញបានហើយចូល account ខ្ញុំអូតូអ្នកគ្នា
ឡើយខ្ញុំចូលមកដល់ក្នុងហ្គេមតែវាមិនដឹងថាវាសាញ់ឯណោអូតូទៀតឥឡូវខ្ញុំចេញពី account បានហើយ sign in មកវានឹងចូលដល់កន្លែងស្វាគមន៍នេះពីណាក៏ដឹងដែរនឹងចុចចូលឈ្មោះចូលនេះវានឹងឃើញaccount យើងនៅលើសញ្ញាមកលើបោកហ្នឹងឥឡូវយើងចុចលើវាពុបមកចុច continue ហើយវានឹងមកដល់កន្លែងនេះនៅគ្នាចុចតោះទៅនេះយើងអាចចូល account យើងបានហើយវីដេអូយើងមានតែប៉ុណ្្នឹងទេបាយបាយកុំភ្លេច subscribe ខ្ញុំផងព្រោះខ្ញុំជិតបាន50 subscribe ហើយបាន50 subscribe ខ្ញុំអាច live លេងអីបានហើយបាទបាយបាយ